របស់ Zenith RGB ខ្ញុំប្រើម្ដង 9G ចឹងអស់វា32ដើមច្រឡំ32ដើមបើវា 32G បើតែ32ដើមឈួនច្រើនមែនវាអាកន្លែងគេ ATX 3ជាមួយ Ready PCIe 8 Ready អត់ដឹងអានេះគេដាក់យកតាម design មកតែចាំបងដឹងខមមិនកាត់គ្នាយើងផងឲ្យយើងដឹងតាមគ្នាតោះជឿសូមបងវាអងណាចង់មកធ្វើការបង្ហាញ PC មួយគ្រឿងដែល PC ហ្នឹងគឺថាវាប្លែកផងវាស្អាតផងចំណងថាសិនហ្នឹងវាមាន component ខ្លះមើលខ្ញុំបានមកនិយាយទៅខាងហ្នឹងគឺថាបងហ្នឹងយើងបញ្យល់ខា Lenly SUP01 ហើយខាងហ្នឹងវាប្លែកត្រង់ថាចេះអាកន្លែង VGA នេះរដងយើងដាក់នៅលើ motherboard តែប៉ុន្តែវានឹងថាធម្មតាអាកាសដែលដក VGA ទៅបញ្ឆោតហ្នឹងវាខ្វះទេដូច Hi-Fi Wi-Fi Y7 Y6 អីដែលយើងប្រើយ៉ាងណាតែវាអានត្រង់ថាចេះអានេះ VGA គឺនៅមុខចេះវិញមិនន័យថា Airflow ខាងមុខគឺអត់មាន Airflow ទាំងហើយវាកັບខាងក្រោយ Threader វិញគាត់មកតាមលើចេះវិញបងឆ្ងល់ថាចំបើសិនជា Threader តាមលើញាត់ screen ហ្នឹងមកមិនកើតតាមពិតទៅខាងនេះគឺដោះបានទាំងអស់នេះខាងលើតែយើងដោះបានមុខបានក្រោយក៏បានដូចគ្នានិយាយមែនណា Lenly អ្នកឆ្នៃម៉ូតខេស Lenly អ្នកគូប្លង់ខេសគូប្លង់ខេសអ្នកគូម៉ូតខេសគឺ creative មែនតើមិនថាផាតមួយនៅលើខេសហ្នឹងគឺយើងអាចដោះបានហើយ Airflow នៅខាងក្រោយយ៉ាងឲ្យមើល Airflow អញ្ចឹងនិយាយពី switch នៅខាងមុខហ្នឹងណាឡើងបងឲ្យមើលបានតែសម្រាប់ CPU ហ្នឹងដែរយើងបញ្យល់ CPU Core i9 អានេះគឺ i9 14.0F ហើយនេះគឺ RAM យើង 32GB M2 គឺយើងប្រើ 2T អត់Samsung 999 Pro មួយតេហើយមួយតេទៅក៏ Samsung 999 Pro ដែរអញ្ចឹងនៅលើ CPU i9 14.0F របស់យើងដែរគឺយើងប្រើជាមួយនឹង cooler Samurai Hypervision ឃើញប្រអប់ក៏ស្អាតដែរប្រអប់ឃើញចង់ប្រើ cooler ហ្នឹងហ្មងអានេះ Hypervision 360 ARGB ពណ៌ស cooler ហ្នឹងវាមាន screen វាមាន display temperature យើងអាចដាក់រូបដាក់អីបានណាអានេះអេក្រង់វាធំដែរជប់ screen វាដូចជា 395 inch 4 inch ហ្នឹង board ដែរអានេះយើងប្រើជាមួយ motherboard Asus ROG Strix អានេះគឺ series ពួក Beam 760អានេះកតុយ A ហ្មងតែប៉ុន្តែពណ៌សហ្នឹងវាមានអាកតុយ A មួយកតុយ G មួយតែអា board កតុយ G ហ្នឹងអាហ្នឹងគឺជា board ATX ប៉ុន្តែអានេះ KATX អញ្ចឹងតែយើងប្រើ board កតុយ A ទៅព្រោះនេះ board វាវែងជាងវាមាន Wi-Fi មាន Bluetooth ស្រាប់ RAM ហ្នឹងគឺយើងប្រើជាមួយនឹង RAM អានេះ X Power RAM ដូចជារបស់ Zenith RGB យើងប្រើម្ដង 9G ចឹងអស់វា32ដើមច្រឡំ32ដើមបើវា 32G បើតែ32ដើមឈួនច្រើនមែន Power Amp ហ្នឹងណាខ្ញុំប្រើ Power MSI អានេះគឺ MSI MAG A850GL PCIe 5អានេះគឺពណ៌សវាអាកន្លែងគេ ATX 3ជាមួយ Ready PCIe 8 Ready អត់ដឹងអានេះគេដាក់យកតាម design មកតែចាំបងដឹងខមមិនកាត់គ្នាយើងផងឲ្យយើងដឹងតាមគ្នាតោះហើយសម្រាប់ CPU ហ្នឹងដែរក៏យើងប្រើ MSI ដែរយើងប្រើជាមួយនឹង Snapdragon Super អានេះគឺ Gaming X Slim អានេះវារៀង slim ជាងអា model ទៅទៀតគ្រាន់ណាប៉ុន្តែពួក Gaming X Slim មើលមក slim វាត្រូវមួយខាត់តែបងដោះខាងមុខមកនេះ VGA យើងមកចេះបើសិនជាប្រើ VGA ដូច series ពួក49ធំជាងហ្នឹងទៅដាក់មកពេញសាច់ហ្មងខាងនេះដែរគឺមាន plug SIM កន្លែងនេះមួយខ្សែនៅលើកន្លែង GPU មកនេះមួយខ្សែហើយទៅយើងអាចដោត SIM មួយ board បានដាក់ SIM មួយ memory គេដាក់ស្រេភ្លើងស្រេអីបានមកមើលមកវាឃើញ clean ណាសូម្បីតែខាងមុខនេះក៏មានមួយខ្សែដែរប៊ូតុងបើកនេះកន្លែងពាក្យ Lenly ហ្នឹងអានេះគឺបើកអានេះគឺ reset click បើកនៅមុខចេះវិញហើយនៅខាងនេះខាសវិញគឺយើងមាន USB ធម្មតាដូចខាសទូទៅអញ្ចឹងហើយសំខាន់វា Type C វាមានរហូតកាសខាងក្រោមនេះគឺកញ្ចក់មិនន័យថាបើសិនជាយើងប្រើ component នេះស្អាតអីពេលយើងមើលមកវាចាំង reflection មកលើវិញចេះអាកញ្ចក់ហ្នឹងវាចាំងមកលើវិញចេះវាអែមហ្មងអញ្ចឹងសិនជាយើងមើលចាំហ្មងខាងហ្នឹងនេះមើលមកវាសាមញ្ញតែវាប្លែកម្យ៉ាងវាមើលមកវាស្អាតបែបវាទលាយភ្នែកហើយមួយទៀតគឺ Airflow របស់ Canon ដែរដូចខ្ញុំប្រាប់បងមុនអញ្ចឹងទាំងហើយគឺយើងប្រើខាងក្រោយអញ្ចឹងទាំងហើយគាត់អត់មានប្រើរបស់ Lenly ឯណា series ពួកមាន LCD ពួកដាក់ LCD ក៏វាមើលឃើញដែរទាំងហើយលេខ cache នៅក្រោយហ្នឹងច្រឡំ cache នៅក្រោយ cache នេះទាំងហើយនៅក្រោយហ្នឹងនិយាយបច្ចាល់ហូតតានេះខ្ញុំបាយមើលខ្ញុំបងឲ្យសម្រាប់ការដោះទៅលើ Canon ដែរមិនថាកញ្ចក់មុខខាងលើខាងមុខខាងក្រោយគឺយើងអាចដោះបានតែអត់មានប្រើខ្សែបើអីវាកប់តែយើងទិញតែប៉ុណ្្នេះមកនេះវាមកហើយពុំមែនពេលដោះស្ទះក្រោយមកឃើញខ្សែខ្ញុំទៅសាររៀបខ្សែនៅ PC ផាតរៀបខ្សែស្អាតបងណាមានមិនសិនខ្សែញ៉ៃអីយកមកនេះមកឲ្យខ្ញុំរៀបឲ្យមកស្អាត cache នេះបើសិនយើងប្រើទាំងហើយ Lenly LCD ចោលលុយយើងមើលមិនឃើញបើវានៅខាងក្រោយហើយវាបាំងមករបស់ឲ្យចង់មើលអីក៏មើលអត់កើតដែរហើយបើសិនជាបងចង់មាន screen ច្រើនសូមចាត់ទិញ screen external screen ក្រៅយកមកដាក់នៅពីមុខនេះវិញអំរយៈក្រោយហ្នឹងឃើញបងគាត់យកពី PC វាច្រើនណាអញ្ចឹងពេលគាត់មកហាងអីគាត់កំងឲ្យរៀប PC គាត់ចេះរើគ្រឿងគាត់មានចេះលេង screen ចេះលេង streamer ចេះរើ mode cache mode អីទៅពេលតម្លាខាងហាងរៀនឲ្យគឺរៀបចំទៅមកស្អាតមកផ្លឹងរបស់គាត់ហ្មងណាចេញមក unique ប្រើឲ្យច្រឡំគេអូខេបងអញ្ចឹងវីដេអូមិនតែប៉ុណ្្នឹងទេគ្រាន់តែមកថ្ងៃហ្នឹងគ្រាន់តែចង់បង្ហាញពី case ផ្លែកមានមិនសិនផ្លែកច្រើនហើយតែនេះតែមានមិនសិនផ្លែកគឺថតចែកគ្នាមើលឲ្យអត់កំណាញ់ទេហើយបងសម្រាប់ការទស្សនាវីដេអូនេះដែរហើយយើងជួបគ្នានៅវីដេអូក្រោយជាមួយនឹងមិនសិនផ្លែកទៀត